ព្យុះភ្លៀងថ្លាក់ដុំតកកយ៉ាងខ្លាំងនៅប្រទេសថៃក្រោយព្រះមហាក្សត្រសៀមត្រឡប់ពីប្រទេសឡាវធ្វើឲ្យប្រជាជនមានការភ្ញាក់ផ្អើលសួរថាជារឿងចៃដន្យឬស្ដេចថៃនាំភាពចង្រៃមកកាន់ប្រទេសខ្លួនជំរាបសួរបងប្អូនជនរួមជាតិថ្ងៃនេះខ្ញុំបាទមានព័ត៌មានថ្មីនិយាយអំពីស្ដេចសៀមនាំភាពចង្រៃមកកាន់ប្រទេសសៀមខ្លួនឯងប្រសិនបើអ្នកគិតថាអាកាសធាតុនៅអាស៊ីអាគ្នេយ៍មានតែក្តៅហែងឬភ្លៀងធ្លាក់ធម្មតាចូលគិតម្ដងទៀតព្រឹត្តិការណ៍មួយដែលធ្វើឲ្យទាំងប្រជាជនថៃនិងឡាវព្រមទាំងអ្នកសង្កេតការណ៍នៅទូទាំងតំបន់កំពុងតែនិយាយដំណើររឿងនេះយ៉ាងក្តៅគគុកនោះគឺព្យុះភ្លៀងធ្លាក់ដុំទឹកកក Hailstorm ដ៏កម្រមួយបានវាយប្រហារខេត្តភាគឦសាននៃប្រទេសថៃត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីព្រះមហាក្សត្រនិងព្រះមហាក្សត្រីថៃយាងត្រឡប់ពីដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឡាវធ្វើឲ្យអ្នកភូមិនៅតាមដងផ្លូវបានលន់មាត់ថានេះមិនមែនជារឿងធម្មតាទេតើវាគ្រាន់តែជាការចៃដន្យឬមានអ្វីកំបាំងនៅពីក្រោយបាតុភូតធម្មជាតិនេះតោះជួយចុច like ចុច comment និងចុច subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្តបន្ទាប់ទៀតចូលទៅព័ត៌មានលម្អិតទាំងអស់គ្នានៅរសៀលថ្ងៃទី28ខែមីនានៅខេត្តបឹងកាន់ដែលស្ថិតនៅជាប់ព្រំដែនទន្លេមេគង្គស្រាប់តែផ្ទៃមេឃប្រែជាងងឹតដោយពេលរាត្រីពពកខ្មៅក្រាស់បានហោះមកគ្របដុនដប់ភូមិចំនួន12ក្នុងស្រុកភូថកបន្ទាប់មកសំឡេងក្រហឺមបានបន្លឺឡើងហើយដុំទឹកកកទំហំពោតកណ្ដាប់ដៃបានធ្លាក់យ៉ាងខ្លាំងក្លាបុកទៅលើដំបូលប្រជាពលរដ្ឋលោកសំរាយវង្សាអាយុ52ឆ្នាំអ្នកលក់បន្លែនៅផ្សារបាននិយាយរៀបរាប់ដោយសំឡេងញាប់ញើថាខ្ញុំមិនដែលឃើញអ្វីបែបនេះក្នុងជីវិតរបស់ខ្ញុំទេស្រាប់តែឮសូរផ្ទុះដោយគេបាញ់កំភ្លើងខ្ញុំងើបមើលទៅលើឃើញទឹកតកកធ្លាក់មកដោយផ្លែឈើទុំជ្រុះមនុស្សគ្រប់គ្នានាំគ្នារត់ចូលផ្ទះសម្បែងខ្លះស្រែករកកូនខ្លះយំបន្ថែមពីនេះទៅទៀតនោះខ្យល់ព្យុះភ្លៀងធ្លាក់ដុំទឹកកកនេះបណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន231ខ្នងត្រូវខូចខាតធ្ងន់ធ្ងរដំបូលប្រោះក្បឿងហោះបាត់ទាំងស្រុងដើមឈើធំជាង50ដើមដួលបិទផ្លូវថ្នល់សសរអគ្គិសនីដួលជាង20ដើមបណ្ដាលឲ្យភូមិចំនួន8ងងឹតទាំងស្រុងស្ពានរំលឹកព្រះមហាក្សត្រដែលជានិមិត្តរូបដ៏សំខាន់របស់ទីក្រុងបានដួលរលំទាំងស្រុងហើយបានបុករថយន្តឆចំណតចំនួន3គ្រឿងយោងទៅតាមក្រសួងការពារជាតិថៃបាននិយាយថាក្រុមការងារកំពុងជួយសង្គ្រោះយ៉ាងប្រញាប់ប្រញាល់ទៅកាន់ប្រជាជនដែលរងគ្រោះពីហេតុការណ៍ខ្យល់ព្យុះធ្លាក់ដុំទឹកកកនេះប៉ុន្តែមិនបានបញ្ជាក់យ៉ាងច្បាស់លាស់ទេមានមនុស្សប៉ុន្មាននាក់រងរបួសនិងបាត់បង់ជីវិតរហូតមកដល់ពេលនេះគឺខាងប្រទេសថៃបានបញ្ជាក់នោះទេគួរបញ្ជាក់ប្រាប់បងប្អូនផងដែរថារឿងដែលធ្វើឲ្យមនុស្សកាន់តែភ្ញាក់ផ្អើលនោះគឺប្រទេសឡាវធ្លាប់រងខ្យល់ព្យុះភ្លៀងធ្លាក់ដុំទឹកកកយ៉ាងខ្លាំងបែបនេះដែរនៅថ្ងៃទី22ខែមីនាដែលជាថ្ងៃដែលស្ដេចថៃទើបតែបញ្ចប់ដំណើរទស្សនកិច្ចនៅទីក្រុងវៀងច័ន្ទទើបតែប៉ុន្មានថ្ងៃប៉ុណ្ណោះតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានឡាវព្យុះនោះបានបំផ្លាញផ្ទះជាង 2000 គ្រួសារនៅក្នុងក្រុងស៊ីខតត្បូងខេត្តវៀងច័ន្ទដុំទឹកកកខ្លះធំដូចកណ្ដាប់ដៃមនុស្សបានទន្លុះដំបូលផ្ទះធ្វើឲ្យសាលារៀនវត្តអារាមនិងទីស្នាក់ការភូមិរងការខូចខាតយ៉ាងដំណំនៅពេលដែលដំណឹងនេះផ្សព្វផ្សាយទៅលើបណ្ដាញសង្គមគេហទំព័រ Facebook TikTok និងប្រព័ន្ធផ្សេងមានការផ្ទុះចាប់អារម្មណ៍ពីបងប្អូនប្រជាជនឡាវនិងក្រៅប្រទេសជាច្រើនដោយពួកគេបាននិយាយថាព្រះមហាក្សត្រយាងទៅឡាវភ្លៀងកកយាងត្រឡប់មកថៃក៏ភ្លៀងកកអ្នកខ្លះទៀតនិយាយថាខ្ញុំជាជនជាតិឡាវយើងមិនដែលឃើញភ្លៀងធ្លាក់ទឹកកកខ្លាំងបែបនេះក្នុងរយៈពេល20ឆ្នាំចុងក្រោយទេពេលដែលស្ដេចថៃយាងមកដល់អាកាសធាតុប្រែប្រួលភ្លាមវាជារឿងចៃដន្យមែនទេប៉ុន្តែមានមតិជាច្រើនណាស់និយាយថាស្ដេចសៀមនាំភាពចង្រៃទៅកាន់ប្រទេសឬប្រទេសជាតិខ្លួនគិតត្រឹមព្រឹកថ្ងៃទី29ខែមីនាក្រសួងមហាផ្ទៃថៃបានរាយការណ៍ថាខេត្តដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺបឹងកាន់និងស៊ីសាកែត
ในแคดซีซาแกตภูมิบานแซงว้าเมียนแตะโคตรคาดระหดดอใบรอยมาภัยใบกรูซาสเปียนโจยติกรงคุกคันก็บานด้วนรลุมเตียงสรงบังกอกาสเตะจราจรอย่างทุนทงอกลัวบรรเจาะพองได้ท่าเรื่องพิชูเพลียงที่หลักดุมตะกอกในประเทศไทยหนึ่งแล้วเนื้อตาบรรตอเชียประเทศบดกระได้หนึ่งแวกแยกรอกคอเตาตัวเชียเนี่ยคลาเจือทาจือเรื่องใจดอนเนี่ยคลาเตียดเจือทาสไดเซียมนอมเพียบจังไรแต่การประเทศหรือประเทศจิตคลวนเปิ้นตายเอาไว้ได้เหมือนไอประกายบานุคือเพียบคลางคลาระบบทอมจิตหนึ่งกาพยึกเอิญระบบประเจจุนแต่บานคืนตัวเนื้อปาตะเพียบดอกกำรอนี่สรุปสิกได้มอกตาบองปอนโยลอย่างน้าจำปูเรื่องแฮดชอบชูเพลียงเถียกดมตะโกเนื้อประเทศลาวหนึ่งประเทศซีมโสมพดอลมาเตะอยู่บอลขังครามวิดีโอออมปีกำนึดระบบบองปอนจีจงคราวอาจีไซรอลเปียสมได้ในเยเตอร์ควอดคาดมันจิบะมันล้อตรองจำนึดนามุยเยอะหนึ่งจูบเนียเนื้อวิดีโอกรอยเทียดปนแต่ช่วยจดไลค์จดคอมเมนต์จด subscribe ดับเบิลตัวบ้านเนื้อวิดีโอทำไมเนื้อเปกร้อยบรรตอบโสมออกุลโสมจมรีบเลีย